អញ្ចឹងជាដំបូងបងប្អូនដាក់ឆ្នាំងរួចហើយនេះខ្ញុំចាក់ប្រេងឆាចូលចាបន្តមកនេះខ្ញុំបើកភ្លើងចាបន្តមកទៀតម្ទេសឆ្អើងច្រាមចាយើងឆាក្រហមសិនណាចាបន្តមកទៀតនេះខ្ញុំដាក់ប្រហុកបងប្អូនត្រូវជាកាពិក៏បាននេះនិយាយទៅតាមចំណង់ចំណូលចិត្តប៉ុន្តែយើងស្លបែបខ្មែរយើងដាក់ប្រហុកទៅឆ្ងាញ់ចាបន្តមកទៀតដាក់គ្រឿងដើមគល់ស្លឹកគ្រៃរំដេងទឹកជ្រៃខ្ទឹមសខ្ទឹមក្រហមហើយយើងឆាឈ្ងុយសិនណាចាបន្តមកទៀតនេះខ្ញុំដាក់ពូកូសម្រាប់ពូកូនេះគឺយើងស្ងោរឆ្អិនទេបងប្អូនចានិយាយទៅគ្រាន់តែមកអំពុះគឺយើងលើកហ្មងចាពូកូនេះកន្លះគីឡូបងប្អូនចាបន្តមកទៀតនេះខ្ញុំកូរវាសណាបងប្អូនចង់ស្លលឿនបងប្អូនស្ងោរពូកូនោះឲ្យឆ្អិនសិនចាអញ្ចឹងនេះខ្ញុំកូរសពហើយបន្ទាប់មកយើងបន្ថែមទឹកចាមកជូរក្រាក់នេះគឺនេះខ្ញុំបន្ថែមជាមួយតកួនណាបងប្អូនបន្លែតកួនបងប្អូនអត់ចង់ដាក់ក៏បានដែរចាបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងចាអំបិលស្ករប៊ីចេងចានេះអំពិលទុំនេះខ្ញុំត្រាំទឹកក្តៅបងប្អូនចាយើងដាក់រីកមកដូចនេះខ្ញុំដាក់អំពិលទុំចូលបងប្អូនចង់ដាក់ទាំងដែលអត់ទាន់ត្រាំទឹកក្តៅក៏បានដែរនិយាយទៅតាមចំណង់ចំណូលចិត្តឯចាតោះមកយើងកូរចាយើងទុកឲ្យពុះបងប្អូនបងតកួនជាការស្រេចហ្មងចាបងប្អូនអញ្ចឹងឥឡូវនេះគឺពុះហើយចាបន្តមកទៀតនេះខ្ញុំបន្ថែមតកួនសម្រាប់បន្លែបងប្អូនចង់ដាក់ក៏បានអត់ក៏បានចានិយាយទៅតាមចំណង់ចំណូលចិត្តយើងញ៉ាំស្លមានបន្លែទៅល្អបងប្អូនចាយើងកូរឲ្យទុកមួយពុះទៀតគឺឆ្អិនតែម្ដងចាបងប្អូនចឹងឥឡូវនេះគឺស្លរបស់យើងឆ្អិនហើយចាឡើងតំណងហ្មងចាអញ្ចឹងនេះខ្ញុំបិទភ្លើងចាបងប្អូនរួចរាល់ហើយចានេះអូយតំណងមែនតែនចាអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេចាអរគុណជំរាបលាបាយបាយ